យើងរវល់តែសម្លឹងមើលទៅមុខរត់តាមគោលដៅរហូតដល់យើងភ្លេចសម្លឹងមើលអ្វីៗដែលយើងកំពុងតែមានពេលបច្ចុប្បន្នយើងរត់តាមពីគោលដៅមួយទៅគោលដៅមួយទៀតដែលមិនដែលឈប់នឹងសួរខ្លួនឯងថាតើអ្វីដែលខ្ញុំកំពុងតែចង់បានពិតប្រាកដហើយខ្ញុំអាចនឹងក្លាយជាមនុស្សបែបណានៅពេលខាងមុខចាំថាការឆ្លុះបញ្ចាំងពីខ្លួនឯងវាមិនជាការអង្គុយស្ដីបន្ទោកំហុសពីអតីតកាលដែលបានកើតឡើងនោះទេប៉ុន្តែវាគឺជាការយល់អំពីកំហុសទាំងនោះវិញហើយសម្លឹងមើលស្លាកស្នាមនៃជីវិតទាំងអស់នោះហើយដឹងថាវាគឺជាទិសដៅនៃភាពរឹងមាំរបស់យើងជួយសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំបានរៀនអ្វីខ្លះអ្វីដែលជាបន្ទុកហើយអ្វីជារឿងរ៉ាវល្អដែលខ្ញុំអាចបានរៀននៅក្នុងថ្ងៃនេះការរីកចម្រើនវាមិនមែនកើតឡើងពីភាពរអ៊ូរទាំឬក៏ជាការបង្ហាញជាសាធារណៈឲ្យគេបានដឹងនោះឡើយតែវាគឺជាការកើតឡើងក្នុងភាពស្ងាត់និងជាភាពស្មោះត្រង់ចំពោះខ្លួនឯងដឹងថាអ្នកបានធ្វើវាល្អគ្រប់គ្រាន់ពិតមែនចូលក្លាហានហ៊ានប្រឈមមុខនឹងការពិតជាមួយនឹងខ្លួនឯងអ្នកមិនចាំធ្វើជាមនុស្សគ្រប់ដបដើម្បីទទួលបានការគោរពពីខ្លួនឯងឬអ្នកដទៃនោះទេចំណាយពេលឆ្លុះបញ្ចាំងកែលម្អពេលខ្លះក៏ត្រូវតែពេញចិត្តជាមួយនឹងអ្វីដែលយើងកំពុងតែមានដើម្បីឲ្យខ្លួនឯងរីកចម្រើននៅពេលខាងមុខខ្លះវាក៏ជារឿងល្អហើយត្រឹមត្រូវផងដែរ